មកលំអិតពីរឿងគ្រោះអគ្គិភ័យនៅខេត្តព្រះសីហនុយុគមិញដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន3នាក់និងបំផ្លាញទ្រព្យសម្បត្តិដែលគិតជាទឹកប្រាក់អស់ជាង$50,000ករណីអគ្គិភ័យឆេះរថយន្តដឹកប្រេងចំនួន1គ្រឿងរួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅចំណុចភូមិព្រែកប្រោះឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុបានបណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន3នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យឆាបឆេះដ៏សន្ធោសន្ធៅនោះដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង11:40នាទីយប់នៅថ្ងៃទី7 ខែឧសភាឆ្នាំ2025គ្រោះអគ្គិភ័យនេះបានឆេះបំផ្លាញរថយន្តដឹកប្រេងចំនួន1គ្រឿងរបស់ក្រុមហ៊ុន Clean Energy CE ដែលពាក់ស្លាកលេខភ្នំពេញ 4A2820 គត់ឆេះក្បាលរថយន្តអស់ទាំងស្រុងនិងបន្តឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋអស់ចំនួន2ខ្នងអស់ទាំងស្រុងនិងម៉ូតូចំនួន5គ្រឿងទ្រព្យសម្បត្តិមួយចំនួនធំសរុបជាទឹកប្រាក់អស់ចំនួន$50,000ព្រមទាំងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន3នាក់ម្ចាស់ផ្ទះរងគ្រោះរួមមានម្ចាស់ផ្ទះទី1ឈ្មោះអ៊ុតភៀបភេទស្រីអាយុ49ឆ្នាំដែលមានមុខរបរកម្មកររោងចក្រផ្ទះសង់អំពីឈើដំបូលប្រក់ស័ង្កសីមានទំហំទទឹង4ម៉ែត្រនិងបណ្ដោយ6ម៉ែត្រអស់ទាំងស្រុងម្ចាស់ផ្ទះទី2ឈ្មោះមនភក្តីភេទប្រុសអាយុ40ឆ្នាំត្រូវជាប្តីនិងប្រពន្ធឈ្មោះបាត់ស្រីមុំភេទស្រីអាយុ36ឆ្នាំដែលមានមុខរបរលក់ដូរផ្ទះសង់អំពីថ្មដំបូលប្រក់ស័ង្កសីមានទំហំទទឹង7ម៉ែត្រនិងបណ្ដោយ15ម៉ែត្រឆេះផ្ទះអស់ទាំងស្រុងនិងបណ្ដាលឲ្យឆេះគ្រោះថ្នាក់ដល់កូនស្លាប់ចំនួន3នាក់គឺទី1ឈ្មោះយ៉ារីសុកសេឡាភេទប្រុសអាយុ18ឆ្នាំដែលស្លាប់នៅនឹងកន្លែងកើតហេតុទី2ឈ្មោះភក្តីរីតាភេទស្រីអាយុ15ឆ្នាំស្លាប់នៅនឹងកន្លែងកើតហេតុនិងទី3ឈ្មោះភក្តីសំមេនភេទប្រុសអាយុ13ឆ្នាំស្លាប់នៅនឹងកន្លែងកើតហេតុនិងម្ដាយឈ្មោះបាត់ស្រីមុំអាយុ35ឆ្នាំរងរបួសស្រាលមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់អគ្គិភ័យនេះបើតាមការបំភ្លឺរបស់ឈ្មោះភក្តីគិរាភេទប្រុសអាយុ17ឆ្នាំដែលត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថានៅមុនពេលកើតហេតុរូបគាត់កំពុងតែបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេងដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន Clean Energies បានបង្ហូរសាំងលក់ឲ្យទៅម្ចាស់ផ្ទះខាងលើរូបគាត់ក៏បានបង្ហូរសាំងបានចំនួន2ប៊ីដុងក៏លើកយកមកទុកនៅក្នុងផ្ទះរួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុងពេលនោះដែរម្ដាយរបស់គាត់ក៏កំពុងតែអាំងងាវហូបនៅពីមុខផ្ទះដោយភ្លាមនោះស្រាប់តែឆាប់ឆេះជាអគ្គិភ័យកាត់ឡើងតែម្ដងករណីគ្រោះអគ្គិភ័យខាងលើកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន2គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន3រថយន្តដែលស្មើនឹង12ម៉ែត្រគូបរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន2គ្រឿងនិងបានប្រើប្រាស់ទឹកអស់ចំនួន2រថយន្តដែលស្មើនឹង8ម៉ែត្រគូបនេះខ្ញុំរ៉ាលីពី Big U